ហើយអ្វីដែលចំណុចសំខាន់មួយទៀតគឺពាក់ព័ន្ធនឹងសុខភាពនៅក្នុងឆ្នាំថ្មីទាំងសុខភាពក្នុងឆ្នាំថ្មីហ្នឹងគឺផលប៉ះពាល់ពាក់ព័ន្ធនឹងការស្ទះសរសៃឈាមដាច់សរសៃឈាមឬការកាំងបេះដូងឬក៏មានបញ្ហាឈឺត្រចៀកចាហើយនឹងពាក់ព័ន្ធនឹងបញ្ហាកលៀនក៏ប៉ះពាល់ច្រើនដែរចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់អាសាខឹងច្រើនឬគេហៅមួយថាទប់អារម្មណ៍អត់បានអាចនឹងមានបញ្ហាខឹងដាច់ខ្សែជើងស្បែកក្បាលចាអានេះគឺវាជាបញ្ហាច្រើននៅក្នុងឆ្នាំ2026នេះចាតែក្នុងឆ្នាំ2026នេះជាឆ្នាំមមីចាមមីភ្លើងចាហើយភ្លើងហ្នឹងរាសីខាងលើក៏ភ្លើងក្រៅមមីក៏ភ្លើងអញ្ចឹងគេហៅបើសិនជាខ្មែរយើងគេហៅភ្លើងឆេះកាលចាភ្លើងឆេះកាលទៅពេលឆ្នាំមមីក៏ភ្លើងហើយយក9នេះក៏ភ្លើងអញ្ចឹងភ្លើងបូកនឹងភ្លើងគឺវានឹងផ្ទុះខ្លាំងហើយអញ្ចឹងបញ្ហាដែលធំវានឹងមានបញ្ហាភ្លើងឆេះគឺគេហៅថាភ្លើងឆេះកាលហ្នឹងភ្លើងឆេះកាលអាចបណ្ដាលមកពីការឆេះព្រៃអាចបណ្ដាលមកពីការផ្ទុះអាវុធធនធ្ងន់ឬក៏មានបញ្ហាសង្គ្រាមចាអញ្ចឹងឆ្នាំនេះគឺថាភ្លើងឆេះកាលភ្លើងឆេះកាលដែលមនុស្សយើងគឺចិត្តខុសខើច្រើនមួម៉ៅច្រើនអត់មានការអត់ធ្មត់អញ្ចឹងទៅគឺឆ្នាំ2026ហ្នឹងណែនាំឲ្យសមាធិច្រើនបាទអញ្ចឹងកន្លែងដែលបើសមាធិអាចនឹងមានភៀវពេញព្រោះដោយសារទាំងយកក៏ភ្លើងឆ្នាំក៏ភ្លើងអញ្ចឹងកាលណាភ្លើងមកគុំគ្នាគឺធ្វើឲ្យមនុស្សឆាប់ឆេវឆាវខ្លាំងអញ្ចឹងយើងត្រូវការរកកន្លែងរងាប់ផ្លូវចិត្តចាមួយទៀតដែរគាត់បង្ហាញពីយើងត្រូវប្រយ័ត្នសុខភាពស្បែកដោយសារភ្លើងខ្លាំងពេកចាកម្ដៅនឹងឡើងខ្លាំងអញ្ចឹងធម្មតាយើងគិតថា30ជាងអីចឹងទៅនៅក្នុងឆ្នាំ2021អាចនឹង40ជាងទៅដូចអូស្ត្រាលីឆ្នាំខ្លះឡើងដល់50ចាអញ្ចឹងនៅក្នុងឆ្នាំ2026ហ្នឹងគឺកម្រិតកម្ដៅហ្នឹងគឺវាសីតុណ្ហភាពកម្ដៅថ្ងៃហ្នឹងគឺវាឡើងខ្លាំងហើយកាលណាកម្ដៅថ្ងៃឡើងខ្លាំងវាអាចនឹងធ្វើឲ្យខូចស្បែកឬក៏មហារីកស្បែកឬស្បែកយើងខូចហ្នឹងអញ្ចឹងកន្លែងហ្នឹងឯងដែលខ្ញុំមិនបានសួរថាអញ្ចឹងបងប្អូនដែលគាត់លាប sunscreen ចាបងប្អូនដែលគាត់មានអាជីវកម្មលក់ sunscreen អញ្ចឹងគាត់នឹងមានឱកាសលេខបានច្រើនចា sunscreen នៅក្នុងឆ្នាំ2026នេះគឺត្រូវការច្រើនហ្មងព្រោះដោយសារបញ្ហាស្បែកមុខក៏ដោយស្បែកទូទៅក៏ដោយគឺទៅការពារប្រតិកម្មមែនទែនព្រោះដោយសារកម្ដៅថ្ងៃកម្ដៅព្រះអាទិត្យនៅក្នុងឆ្នាំ2026នេះគឺវា strong ខ្លាំងចាអញ្ចឹងបងប្អូនទាំងអស់គ្នាជារួមទៅគឺវាជាអ្វីក៏ដោយឲ្យតែពិតប្រាកដមានវិជ្ជាជីវៈត្រឹមត្រូវប្រកាសជាអាចជួយដល់យើងបានអញ្ចឹងឆ្នាំនេះឆ្នាំ2026នឹងមានករណីការលាបពណ៌ការប្រឌិតរឿងច្រើននឹងមានមនុស្សដែលអត់មានជំនាញច្បាស់លាស់ប៉ុន្តែអាចថាខ្លួនឯងចេះអញ្ចឹងបងប្អូនត្រូវប្រយ័ត្នបងប្អូនត្រូវប្រើសតិបញ្ញាពិចារណាដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់ខ្លួនដោយសារតែមានការយល់ច្រឡំច្រើនដែលបងប្អូនខ្មែរយើងមួយចំនួនធំចាមានការយល់ច្រឡំច្រើនមែនតើពាក់ព័ន្ធនឹងហុងស៊ុយការពិតទៅហុងស៊ុយពាក្យថាហ្វុងស៊ុយនេះមួយហ្វុងប្រែថាខ្យល់ស៊ុយគឺប្រែថាទឹកអញ្ចឹងហ្វុងស៊ុយគឺនិយាយអំពីខ្យល់ហើយនឹងទឹកមិនមែនបានន័យថារបស់របរដែលយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងជារបស់ហុងស៊ុយឧទាហរណ៍ថាយើងប្រើជាអង្កាំឬមួយក៏ប្រើជារបស់ដែលពាក់នឹងខ្លួនជារបស់ហុងស៊ុយទេអញ្ចឹងទៅច្បាស់ថាហុងស៊ុយជាអ្វីសិនចាហុងស៊ុយគឺនិយាយពីខ្យល់ហើយនឹងទឹកចាហុងស៊ុយខ្យល់នឹងទឹកគឺនិយាយអំពីកន្លែងដែលយើងរស់នៅបច្ចុប្បន្ននេះបានន័យថាកន្លែងដែលយើងរស់នៅរាល់ថ្ងៃហ្នឹងជាផ្ទះយើងឬជា office យើងជាកន្លែងលក់ដូររបស់យើងតែយើងមានហុងស៊ុយអត់ផ្ទះយើងមានហុងស៊ុយឬអត់មិនមែនបានន័យថារបស់ដែលយើងប្រើជារបស់ហុងស៊ុយទេចាអញ្ចឹងសូមបញ្ជាក់ព្រោះថាឧទាហរណ៍ថាយើងពាក់អាវមួយចាពាក់អាវមួយអាវហ្នឹងពណ៌លឿងឧទាហរណ៍ថារាសីរបស់យើងត្រូវនឹងអាវពណ៌លឿងអញ្ចឹងអាវពណ៌លឿងមិនមែនជាពណ៌ហុងស៊ុយទេអាហ្នឹងគឺបែងចែកឲ្យដាច់ថារវាងហុងស៊ុយនិងរបស់ support រាសីរបស់ដែលលើករាសីអញ្ចឹងពាក្យហុងស៊ុយគឺនិយាយអំពីផ្ទះចរន្តខ្យល់ក្នុងផ្ទះចរន្តខ្យល់នៅក្នុងកន្លែងធ្វើការរបស់យើងតើមានចរន្តផ្ទះរបស់យើងមានខ្យល់បរិសុទ្ធល្អឬអត់ផ្ទះរបស់យើងស្ថិតនៅក្នុងភូមិសាស្ត្រល្អឬអត់អាហ្នឹងគឺពាក់ព័ន្ធនឹងហុងស៊ុយចាអញ្ចឹងបើសិនជាឧទាហរណ៍ថាយើងពាក់អាវពណ៌លឿងឧទាហរណ៍ថារាសីរបស់យើងត្រូវនឹងអាវពណ៌លឿងគឺពណ៌ធាតុដីចារាសីរបស់យើងត្រូវធាតុដីគឺពាក់អាវពណ៌លឿងលើករាសីមិនមែនពាក់អាវពណ៌លឿងលើកហុងស៊ុយទេចារាសីនិងហុងស៊ុយគឺខុសគ្នាអញ្ចឹងសំខាន់បងប្អូនយើងត្រូវដឹងឲ្យច្បាស់ថាអ្វីដែលជាហុងស៊ុយកុំឲ្យលើតែគេនិយាយថារបស់ហុងស៊ុយស្អីក៏ហុងស៊ុយឧទាហរណ៍ថាមុខមានហុងស៊ុយអីចឹងណាចាក៏ប៉ិតបើតាក់ទងនឹងមុខគឺមុខជើងមិនមានហុងស៊ុយទេគេអត់ប្រើពាក្យថាហុងស៊ុយទេគេប្រើពាក្យថាងៅហេងចាហុងស៊ុយមុខគឺអត់មានទេព្រោះមុខយើងអត់មានខ្យល់ហើយនឹងទឹកទេចាអាហ្នឹងគឺក្នុងករណីដែលយើងត្រូវយល់ឲ្យច្បាស់ថាអ្វីដែលជាហុងស៊ុយយើងប្រើពាក្យឲ្យត្រូវកុំឲ្យមានការយល់ច្រឡំចា
ឧទាហរណ៍ថាបើសិនជាយើងកែមុខមិនមែនថាយើងទៅកែហុងស៊ុយមុខទេបានថាយើងកែងៅហេងមុខចាអញ្ចឹងឧទាហរណ៍ថាយើងទិញរបស់របរប្រើប្រាស់បានន័យថាបើសិនជារិស័យរបស់យើងត្រូវជាមួយធាតុដីយើងប្រើកៅអៅស្លៀកពាក់របស់យើងគឺប្រើពណ៌ធាតុដីអញ្ចឹងពណ៌ធាតុដីហ្នឹងគេហៅថាពណ៌លើករិស័យមិនមែនពណ៌លើកហុងស៊ុយទេអញ្ចឹងសំខាន់យើងត្រូវច្បាស់ទៅ clear ថាអ្វីដែលជាហុងស៊ុយអ្វីដែលជារបស់លើករិស័យ support រិស័យរបស់យើងចាអញ្ចឹងហើយឧទាហរណ៍ថារៀងរាល់ថ្ងៃនេះគឺមានเพจជាច្រើនដែលយករបស់មកលក់ដូរជាច្រើនហ្នឹងដាក់ឈ្មោះថារបស់ហុងស៊ុយស្អីក៏តិចក៏របស់ហុងស៊ុយរូបគំនូហុងស៊ុយគឺសម្លៀកបំពាក់ហុងស៊ុយខ្សែអង្កាំហុងស៊ុយអាហ្នឹងគឺខុសហើយប្រើពាក្យហ្នឹងគឺខុសហើយព្រោះរបស់ទាំងហ្នឹងមិនមែនជារបស់ហុងស៊ុយទេចារបស់ទាំងហ្នឹងគឺជារបស់ដែលពាក់ទៅគឺលើករាសីរបស់យើងពាក់ព័ន្ធនឹងវិជាប៉ាជឿដែលធ្វើឲ្យយើងលើករាសីមិនមែនលើកហុងស៊ុយយើងទេចាបើសិនជាយើងប្រើរបស់នឹងធ្វើឲ្យមានចលនាឧទាហរណ៍ថាមានចលនាចរន្តខ្យល់អានឹងបានហៅថារបស់ហុងស៊ុយចាប៉ុន្តែបើសិនជារបស់នឹងគ្មានចលនាទេចាគ្មានចរន្តខ្យល់ទេគឺយើងមិនហៅថាជារបស់ហុងស៊ុយទេព្រោះហុងស៊ុយនិយាយពីខ្យល់ហើយនឹងទឹកចាឧទាហរណ៍ថាយើងយករូបភាពពណ៌រូបភាពត្រីចាស់ណារូបភាពត្រីគេហៅថាត្រីនំលៀបចាមានត្រីក្រហមเนาะមើលត្រីនំលៀបយកមកតាំងទៅដើម្បីលើកហុងស៊ុយចាអញ្ចឹងក្នុងករណីហ្នឹងរូបត្រីហ្នឹងមិនមែនពាក់ព័ន្ធនឹងហុងស៊ុយទេរូបត្រីហ្នឹងឧទាហរណ៍ថាតើត្រីហ្នឹងពណ៌អីចាត្រីហ្នឹងពណ៌អីហើយតាំងនៅទិសណាដើម្បី support ធាតុនៅក្នុងទិសហ្នឹងចាមិនមែនរូបត្រីហ្នឹងជាហុងស៊ុយទេយើងយកមកប្រើឲ្យហេងទេតែយើងយករូបហ្នឹងគឺយកមកតាំងឲ្យត្រូវនឹងទិសដើម្បីជួយ support ទិសធាតុរបស់ផ្ទះយើងឬមួយក៏ support ទិសដែលរាសីយើងត្រូវការចាអាហ្នឹងគឺតាក់ទងនឹងធាតុដែលយើងត្រូវការហើយនឹងហុងស៊ុយចឹងឧទាហរណ៍ថាករណីមួយទៀតរបស់ផ្ទះយើងចាលក្ខណៈរបស់ជាផ្ទះយើងឬជា office របស់យើងឧទាហរណ៍ថាផ្ទះយើងក្នុង office របស់យើងមានខ្យល់អាកាសបរិសុទ្ធមុខផ្ទះយើងអត់មានក្លិនឆ្អែតឆ្អាបចាត្រជាក់យើងនៅពេលដែលយើងឈរមុខផ្ទះយើងធ្វើឲ្យនិយាយថាអារម្មណ៍យើងស្រស់ស្រាយអត់មានក្លិនអាប់អួរក្នុងផ្ទះឬក៏មុខផ្ទះយើងអត់មានក្លិនអាប់អួរអាហ្នឹងហើយគេហៅថាផ្ទះយើងមានហុងស៊ុយចាពោះហុងស៊ុយគឺនិយាយខ្យល់ចរន្តខ្យល់ហើយនឹងទឹកចឹងកាលណាចរន្តខ្យល់ដែលបក់មកចូលផ្ទះយើងជាចរន្តខ្យល់ដែលល្អបរិសុទ្ធបានន័យថាការគិតរបស់យើងក៏គិតអ្វីដែលល្អដូចគ្នាប៉ុន្តែបើសិនជាឧទាហរណ៍ថាមុខផ្ទះរបស់យើងហ្នឹងបែរជាមានចរន្តខ្យល់មានក្លិនអាប់អួរដូចជាសម្រាមនៅមុខផ្ទះយើងធ្វើឲ្យមានក្លិនឆ្អែតឆ្អាបអាហ្នឹងគឺនៅពេលដែលចរន្តខ្យល់អស់ហ្នឹងបក់ចូលផ្ទះយើងគឺធ្វើឲ្យអ្នកដែលរស់នៅក្នុងផ្ទះយើងហ្នឹងមានសុខភាពអត់ល្អទេព្រោះចរន្តខ្យល់ដែលចូលមកក្នុងផ្ទះយើងហ្នឹងគឺជាចរន្តខ្យល់ដែលមិនល្អចាអាហ្នឹងហើយគេហៅថាមួយណាជាហុងស៊ុយមួយណាជារបស់ដែលលើកធាតុចា support ធាតុទេអញ្ចឹងសំខាន់អ្វីដែលខ្ញុំចង់និយាយថ្ងៃនេះគឺចង់ឲ្យបងប្អូនស្វែងយល់ឲ្យច្បាស់ហើយដឹងថាអ្វីដែលជាហុងស៊ុយអ្វីដែលជារបស់លើកធាតុចា support ធាតុដែលយើងត្រូវការចាកុំឲ្យយកច្រឡំស្អីក៏ហុងស៊ុយណាកាត់សក់យកហុងស៊ុយអញ្ចឹងទៅអាហ្នឹងគឺខុសហើយចាកាត់សក់មិនមែនយកហុងស៊ុយទេគេហៅកាត់សក់យកងៅហេងអាហ្នឹងគឺក្នុងករណីបែបហ្នឹងអញ្ចឹងឧទាហរណ៍ថាយើងប្រើរបស់អញ្ចឹងចាយើងទិញឡានឧទាហរណ៍យើងទិញឡានថាតើឡានណាដែលលើកហុងស៊ុយយើងណាពាក្យនេះគឺប្រើខុសដូចគ្នាតើឡានណាពណ៌ឡានអីដែលលើករាសីរបស់យើងមិនមែនឡានលើកហុងស៊ុយទេចាអញ្ចឹងឡានពណ៌ឡានឧទាហរណ៍ថារាសីរបស់យើងត្រូវជាមួយនឹងពណ៌ធាតុរាសីធាតុមាសអញ្ចឹងពណ៌ឡានរបស់យើងប្រើឡានពណ៌សចាហ្នឹងគឺបានន័យថាពណ៌ឡានគឺ support រាសីរបស់យើងមិនមែនពណ៌ឡានលើកហុងស៊ុយយើងទេចាអញ្ចឹងរវាងហុងស៊ុយនិងរាសីគឺខុសគ្នាចារាសីគឺនិយាយអំពីក្បួនប៉ាជឿធ្វើម៉េចក៏ដោយយើងដឹងថាធាតុណាដែលត្រូវការធាតុដែលយើងត្រូវការយើងព្យាយាមប្រើពណ៌ធាតុដែលត្រូវការនឹងឲ្យកាន់តែច្រើននឹងធ្វើឲ្យយើងលើកនឹងធ្វើឲ្យធាតុទាំងអស់ហ្នឹងគឺធ្វើឲ្យយើងនឹង
រិស័យឡើងបានន័យថាលើករិស័យរបស់យើងជួយជំរុញធាតុដែលយើងខ្វះហ្នឹងឲ្យយើងមានវិញចាឲ្យប្រសើរឡើងវិញតែករណីហុងស៊ុយគឺខុសគ្នាបើសិនជាយើងនៅផ្ទះដែលមានក្លិនអាប់អួរបានន័យថាផ្ទះរបស់យើងអត់មានហុងស៊ុយទេចាផ្ទះរបស់យើងការរៀបផ្ទះទិសទាំង8របស់យើងមិនសមបតលអាហ្នឹងគឺផ្ទះយើងអត់មានហុងស៊ុយទេអញ្ចឹងការរៀបហុងស៊ុយអ្វីដែលហៅថាហុងស៊ុយគឺពាក់ព័ន្ធនឹងកន្លែងដែលនៅយើងរស់នៅមិនថាជាផ្ទះមិនថាជា office